Hello សួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាជាមួយនឹងខ្ញុំបាទរំដួលមកវិញម្ដងទៀតហើយថ្ងៃនេះផងដែរ admin សូមលើកយកខ្សែភាពយន្តថ្មីមួយទៀតដែលមានចំណងជើងថា Silent Zoom ផលិតឡើងនៅក្នុងឆ្នាំ2025នេះតែម្ដងនិយាយអំពីមនុស្សលោករបស់យើងបានឆ្លងវីរុស Zombie ស្ទើរតែគ្រប់ទីកន្លែងទាំងអស់តែម្ដងហើយមានចំនួនមនុស្សតិចតួចបំផុតដែលពួកគេមិនបានឆ្លងវីរុស Zombie ទាំងអស់នោះដូចនេះហើយបងប្អូនច្បាស់ជាចង់ដឹងហើយថាតើក្រុមមនុស្សមានវិធីសាស្ត្របែបណាដើម្បីទប់ទល់ជាមួយនឹងខ្មោច Zombie ទាំងអស់ហ្នឹងមានដំណើរសាច់រឿងទៅជាយ៉ាងណានោះយើងមានតែចូលទៅទស្សនាសាច់រឿងពេញរបស់យើងទាំងអស់គ្នាតែម្ដងទៅប៉ុន្តែមុននឹងចូលទស្សនាសាច់រឿងពេញរបស់យើងសម្រាប់បងប្អូនដែលទស្សនាថ្មីៗកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងចំពោះ Channel មួយនេះផងដើម្បីទទួលបានវីដេអូការសម្រាយរឿងថ្មីៗបន្តទៀតចាប់ផ្ដើមខ្សែភាពយន្តរបស់យើងមកយើងឃើញថាមានសារព័ត៌មានជាច្រើននៅក្នុងទូរទស្សន៍បានផ្សព្វផ្សាយប្រាប់ទៅកាន់ប្រជាពលរដ្ឋថាពេលនេះកំពុងតែមានវីរុសម្យ៉ាងកំពុងតែសាយភាយនៅក្នុងទីតាំងពលានយន្តហោះវាបានឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ហើយអ្នកដែលបានឆ្លងវីរុសទាំងអស់ហ្នឹងប្រែក្លាយទៅជាមនុស្សកាយសាហាវដេញខំស៊ីសម្លាប់គ្នាទៅវិញទៅមកបង្កឲ្យមានភាពអញ្ញែញ៉ៃពេញនឹងតែម្ដងរាជរដ្ឋាភិបាលបានប្រជុំពិភាក្សាគ្នាដើម្បីស្វែងរកវិធីសាស្ត្រទប់ទល់ដោះស្រាយចំពោះបញ្ហាទាំងអស់នេះក្រុមមនុស្សដែលបានឆ្លងវីរុសទាំងអស់ហ្នឹងបាននិវត្តន៍ខ្លួនក្លាយជាខ្មោច Zombie ពួកវាបានដេញខំស៊ីសម្លាប់មនុស្សឡើងសាហាវតែម្ដងចំណែករាជរដ្ឋាភិបាលបានប្រើប្រាស់កងទាហានដើម្បីមកទប់ទល់កម្ចាត់ខ្មោច Zombie ទាំងអស់ហ្នឹងវិញផងដែរប៉ុន្តែស្ថានភាពពេលនេះពួកគេមិនអាចទប់ទល់ឈ្នះទេស្ថានភាពពេលនេះកាន់តែវឹកវរខ្លាំងឡើងហើយបាទបន្តមកទៀតយើងឃើញថាមានក្មេងប្រុសម្នាក់កំពុងតែនៅក្នុងផ្ទះរបស់គេហើយគេបានបើកទូរទស្សន៍ដើម្បីមើលតុក្កតាលេងកម្សាន្តអញ្ចឹងណាកំពុងតែមើលសើចសប្បាយតែម្នាក់ឯងស្រាប់តែទូរទស្សន៍វាបានដាច់ប៉ុស្តិ៍ក្មេងប្រុសម្នាក់ហ្នឹងក៏មានបងស្រីម្នាក់ទៀតដែលមានឈ្មោះថា Abigail ពួកគេបាននិយាយទូរស័ព្ទជាមួយនឹងបុរសម្នាក់ដែលជាឪពុករបស់ពួកគេដែលធ្វើការជាអ្នកបើកយន្តហោះគាត់បាននិយាយប្រាប់ប្រពន្ធនិងកូនរបស់គាត់ឲ្យបញ្ញាប់ញ៉ាទៅកន្លែងពូនលាក់ខ្លួនដែលមានសុវត្ថិភាពពីព្រោះតែពេលនេះវីរុស Zombie កំពុងតែសាយភាយពេញទីក្រុងអញ្ចឹងណាគ្រាន់តែនិយាយទូរស័ព្ទចាប់ភ្លាមពួកគេបានឮសំឡេងអ្វីម្យ៉ាងកំពុងតែព្យាយាមចូលតាមដំបូលពីខាងលើផ្ទះរបស់ពួកគេធ្វើឲ្យពួកគេចាប់ផ្ដើមមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងនិងបានបញ្ញាប់ញ៉ារត់ចេញមកខាងក្រៅទៅប៉ុន្តែគណៈពេលដែលពួកគេទាំង3នាក់រៀបនឹងរត់ចូលទៅខាងក្នុងឡានទៅហើយស្រាប់តែមានខ្មោច Zombie មួយបានរត់ចេញមកខំវាយប្រហារម្ដាយរបស់ពួកគេដល់ឃើញបែបនេះភ្លាម Abigail ក៏បានបញ្ញាប់ញ៉ាលួនចូលទៅខាងក្រោមឡានដើម្បីពួនលាក់ខ្លួនចំណែកប្អូនប្រុសរបស់នាងក៏ត្រូវបានខ្មោច Zombie ខំស៊ីសម្លាប់ផងដែរធ្វើឲ្យ Abigail មានការភ័យខ្លាចរំភើបចិត្តជាខ្លាំងមួយសន្ទុះក្រោយមកស្រាប់តែម្ដាយរបស់នាងបាននិវត្តន៍ខ្លួនក្លាយជាខ្មោច Zombie នាងក៏បានកលេចថេង Abigail កំពុងតែពួននៅខាងក្នុងឡានមិនចាំយូរឡើយនាងក៏បានស្ទុះចូលទៅរកខំ Abigail យកតែម្ដងប៉ុន្តែសំណាងល្អខ្លាំងមែនទែនស្រាប់តែមានបរិសម្នាក់បានចូលមកទាន់ហើយបានប្រើប្រាស់កំភ្លើងបាញ់សម្លាប់ Zombie មួយក្បាលនឹងងាប់បាត់ទៅបរិសម្នាក់នឹងគឺជាមនុស្សចិត្តល្អទីបាទគាត់បានយក Abigail ចេញពីខាងក្រោមឡានហើយបានអោបនាងផ្ដល់ភាពកក់ក្ដៅឲ្យនាងកុំឲ្យមានការភ័យខ្លាចចំណែកសាកសពប្អូនប្រុសរបស់ Abigail ពេលនេះបានចាប់ផ្ដើមវិវត្តខ្លួនក្លាយជាខ្មោច Zombie បន្តមកគាត់បានប្រាប់ឲ្យ Abigail បិទភ្នែកបិទត្រចៀកហើយគាត់បានប្រើប្រាស់កំភ្លើងបាញ់សម្លាប់ប្អូនប្រុសរបស់ Abigail ចោលតែម្ដងទៅដើម្បីកុំឲ្យរូបគេក្លាយខ្លួនទៅជាខ្មោច Zombie អញ្ចឹងណាបរិសម្នាក់នឹងមានឈ្មោះថា Cassiel រយៈពេល10ឆ្នាំក្រោយមកយើងឃើញថាទិដ្ឋភាពនៅក្នុងទីក្រុងគឺពុំមានមនុស្សរស់នៅទៀតទេនៅសល់មនុស្សតិចតួចប៉ុណ្ណោះដែលពួកគេរស់នៅមានជីវិតបន្តទៀតក្រៅពីនឹងភាគច្រើនសុទ្ធតែជាខ្មោច Zombie ទាំងអស់ក្រឡេកមកមើលនៅក្នុងព្រៃឯនេះវិញយើងឃើញថា Abigail បានធំពេញវ័យនៅពេលនេះដែរនាងជាមួយនឹងលោក Cassiel កំពុងតែប្រុងប្រេងខ្លួនបាញ់សម្លាប់សត្វក្តាន់មួយក្បាលដើម្បីមកធ្វើជាអាហារទឹកដៃក្នុងការប្រើប្រាស់កំភ្លើងរបស់ Abigail ពិតជាពូកែខ្លាំងមែនទែនបាញ់តែមួយគ្រាប់ប៉ុណ្ណោះគឺនាងអាចសម្លាប់សត្វក្តាន់បានអញ្ចឹងណាបន្តមកទៀតនៅពេលយប់ឡើងពួកគេបានរៀបចំតង់ដើម្បីដេកសម្រាក Cassiel បានរៀបចំយកខ្សែមកចងឧបករណ៍មួយដើម្បីការពារក្រែងលោមានសត្វព្រៃឬក៏ខ្មោច Zombie ដែលចូលមកវានឹងផ្ដល់សម្លេងប្រាប់ទៅកាន់ពួកគេដើម្បីឲ្យពួកគេភ្ញាក់ដឹងខ្លួនមុនក្រោយពីពួកគេញ៉ាំអាហារជាមួយគ្នាជជែកលេងជាមួយគ្នារៀបរាល់ហើយពួកគេក៏បានចូលទៅខាងក្នុងតង់ដើម្បីដេកសម្រាកទៅគណៈពេលនោះស្រាប់តែឧបករណ៍ដែលគាត់បានចងជាប់ជាមួយនឹងខ្សែវាបានបន្លឺសម្លេងធ្វើឲ្យលោក Cassiel បានភ្ញាក់ពីដេកគាត់នឹងក៏បានបញ្ញាប់បញ្ញាដើរចេញមកខាងក្រៅដើម្បីពិនិត្យមើលក្រោយពីគាត់បានពិនិត្យមើលនៅកន្លែងទីតាំងខ្សែដែលគាត់បានដាក់សម្រាប់ការពារនឹងរួចរាល់ហើយគាត់ក៏បានគិតថាស្ថានភាពនៅពេលនេះមិនស្រួលទេ Cassiel បានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារក្រែងលោមានអ្វីមួយចូលមកវាយប្រហារគាត់ត្រៀមនោះស្រាប់តែមានខ្មោច Zombie មួយក្បាលបានរត់ចេញមកក៏ត្រូវបានលោក Cassiel ប្រើប្រាស់កំភ្លើងបាញ់សម្លាប់ Zombie មួយក្បាលនឹងងាប់បាត់ទៅបន្ទាប់ពីសម្លាប់ Zombie មួយក្បាលនឹងងាប់ហើយពួកគេទាំងពីរនាក់និយាយគិតពិភាក្សាគ្នាថាពួកគេមិនអាចនៅទីនេះបានបន្តទៀតទេពួកគេត្រូវតែផ្លាស់ប្ដូរទិសដៅទៅកាន់កន្លែងផ្សេងទៀតពីព្រោះតែពួកគេគិតថាច្បាស់ជាមានក្រុមវង Zombie នៅក្បែរចិត្តទីតាំងកន្លែងមួយនឹងជាមិនខាននៅថ្ងៃស្អែកឡើងយើងឃើញថាពួកគេទាំងពីរនាក់បានធ្វើដំណើរដោយការជិះសេះទៅកាន់ទីតាំងតំបន់ផ្សេងមួយទៀតទោះបីជា Abigail មិនមែនគឺជាកូនបង្កើតរបស់លោក Cassiel ក៏ដោយប៉ុន្តែលោក Cassiel តែងតែយកចិត្តទុកដាក់មើល
ថែរក្សានាងតែងតែជួយបង្ហាត់បង្រៀនក្បាច់គុណវិធីសាស្ត្រគ្រប់បែបយ៉ាងក្នុងការការពារខ្លួនក្រោយពីការធ្វើដំណើរអស់ពេលជាយូរមកពួកគេក៏បានមកដល់ទីតាំងកន្លែងមួយអ្នកទាំងពីរនាក់បានប្រើប្រាស់កំភ្លើង Snape ឆ្លុះមើលពីចម្ងាយពួកគេក៏បានឃើញថាមានឡានមួយគ្រឿងមានខ្មោចស៊ុំប៊ីមួយក្បាលកំពុងតែដេញខំវាយប្រហារបរិសម្នាក់ហ្នឹងក៏បានប្រើប្រាស់កំភ្លើងបាញ់សម្លាប់ស៊ុំប៊ីមួយក្បាលហ្នឹងទៅអ្នកទាំងពីរនាក់មិនទាន់ធ្វើសកម្មភាពអីទេបន្ទាប់មកស្រាប់តែ Abigail បានប្រើកែវយុទ្ធសម្លឹងឃើញខ្មោចស៊ុំប៊ីមួយក្បាលទៀតបានរត់ចូលមកវាយប្រហារទៅកាន់បរិសម្នាក់ដឹងហើយគេក៏បានបញ្ញាប់បញ្ញាល់ប្រើប្រាស់កំភ្លើងបាញ់ Snape ពីចម្ងាយប៉ុន្តែបែរជាត្រូវចំមនុស្សទៅវិញធ្វើឲ្យនាងមានការសោកស្ដាយជាខ្លាំងស៊ុំប៊ីមួយក្បាលហ្នឹងបានស្ទុះទៅខំបរិសម្នាក់ហ្នឹងថែមទៀតដោយឃើញបែបនេះការសៀលក៏បានប្រើប្រាស់កំភ្លើងបាញ់ Snape ពីចម្ងាយសម្រាប់ស៊ុំប៊ីមួយក្បាលហ្នឹងងាប់បាត់ទៅបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានដើរចូលមកពិនិត្យឆែកឆេរមើលនៅក្នុងឡានក្រែងលោមានរបស់អ្វីផ្សេងៗដែលពួកគេអាចយកមកប្រើប្រាស់បានអញ្ចឹងណាភ្លាមនោះស្រាប់តែមានឡានចំនួន4គ្រឿងបានបើកចូលមកហើយយើងឃើញថាសមាជិកក្រុមរបស់ពួកគេម្នាក់ៗសុទ្ធតែមានអាវុធគ្រប់ដៃទាំងអស់គ្រាន់តែបើកឡានចូលមកដល់ភ្លាមពួកគេបានប្រើប្រាស់អាវុធភ្ជុំដាក់គ្នាទៅវិញទៅមកពីព្រោះតែពួកគេមិនទុកចិត្តគ្នាឡើយ Abigail ជាមួយនឹងលោក Cassia បានទម្លាក់អាវុធចុះពីព្រោះតែពួកគេមិនចង់មានរឿងបាញ់សម្លាប់គ្នាឡើយបរិះដែលបានស្លាប់អំបញ្ញមិញគឺជាបពុកគ្នារបស់ពួកគេបន្តមកទៀតនារីម្នាក់ដែលជាគ្នារបស់ពួកគេបានដើរចូលទៅឆែកមើលសាកសពបរិះម្នាក់នឹងអញ្ចឹងទៅដោយឃើញស្នាមរបួសបាញ់សម្លាប់បែបនេះពួកគេក៏បានគិតថាអ្នកពីរនាក់ជាអ្នកសម្លាប់គ្នាបពុករបស់ពួកគេភ្លាមនោះ Cassia ជាមួយនឹង Abigail បានវាយតដៃទៅកាន់ពួកគេហើយបានកញ្ឆក់ដណ្ដើមយកបានកំភ្លើងចុងដាក់គម្រាមទៅកាន់ពួកគេវិញខណៈពេលនេះស្ថានភាពកាន់តែក្តៅកកុកហើយបាទពួកគេទាំងពីរក្រុមបំរុងនឹងបាញ់សម្លាប់គ្នាទៅវិញទៅមកស្រាប់តែមាននារីម្នាក់បានចុះចេញពីឡាននាងមានឈ្មោះថា Nova គឺជាស្ត្រីដែលកំពុងតែមានផ្ទៃពោះជិតគ្រប់ខែទៅហើយបានចេញមកនិយាយហាមឃាត់ពួកគេកុំឲ្យបាញ់សម្លាប់គ្នាអីពេលដែលពួកគេកំពុងតែនិយាយចរចាជាមួយគ្នាស្រាប់តែពួកគេបានឮសំឡេងសម្រាប់ជើងមនុស្សជាច្រើនកំពុងតែរត់សម្ដៅមកកាន់កន្លែងរបស់ពួកគេក្រុមមនុស្សទាំងអស់ហ្នឹងគឺជាក្រុមខ្មោចស៊ុំប៊ីពួកវាមានគ្នាជាច្រើននាក់ឥឡូវនេះពួកគេលែងឆ្លោះគ្នាហើយបាទពួកគេនឹងក៏បានរួមដៃគ្នាបាញ់សម្លាប់ស៊ុំប៊ីទាំងអស់ហ្នឹងទៅដោយសារតែស៊ុំប៊ីមានគ្នាច្រើនពេកពួកគេពិបាកទប់ទល់ខ្លាំងមែនទែនលក្ខណៈថាបាញ់ងាប់មួយរត់ចូលមួយអញ្ចឹងណា Abigail ជាមួយនឹង Cassia ពួកគេបានប្រើប្រាស់ដាវកាប់សម្លាប់ស៊ុំប៊ីឡើងសាហាវតែម្ដងបន្ទាប់ពីប្រយុទ្ធវាយគ្នាបាញ់វាយប្រហារគ្នាអស់មួយសបកមកយើងឃើញថាក្រុមរបស់ស៊ុំប៊ីហាក់ដូចជាមានព្រាតជាងក្រុមស៊ុំប៊ីបានហក់ចូលមកខំសម្លាប់ក្រុមមនុស្សម្ដងម្នាក់ក្រុមមនុស្សមិនអាចនៅទប់ទល់ជាមួយនឹងក្រុមខ្មោចស៊ុំប៊ីទាំងអស់នេះបានទៀតទេពួកគេក៏បានបញ្ញាប់បញ្ញាល់នាំគ្នាឡើងចូលទៅខាងក្នុងឡានមួយ Cassia ក៏បានបើកឡានចាក់ចេញពីកន្លែងមួយហ្នឹងទៅចំណែកក្រុមខ្មោចស៊ុំប៊ីផ្សេងទៀតពួកគេរត់ដេញតាមមិនទាន់ឡើយស៊ុំប៊ីមួយនេះគឺជាស៊ុំប៊ីមេក្រុមរបស់ពួកគេវាបានស្រែកខំជាខ្លាំងបាទអ្នកដែលមានជីវិតគឺមានគ្នាចំនួនតែ4នាក់ប៉ុណ្ណោះគឺនាងមានឈ្មោះថា Nova និងបរិះដែលជាប្តីរបស់នាងមានឈ្មោះថា David ប៉ុន្តែពួកគេបើកឡានបានតែមួយសបកប៉ុណ្ណោះស្រាប់តែឡានរបស់ពួកគេមានបញ្ហាពួកគេពេលនេះមិនអាចបើកឡានរត់តិចខ្លួនបន្តទៅមុខទៀតបានទេដូចនេះហើយពួកគេក៏បានសម្រេចចិត្តដើរស្មើជើងតែម្ដងទៅនៅកន្លែងមួយហ្នឹងមិនមានមនុស្សទេមានតែអាគារដែលគេទុកចោលឥឡូវនេះមេឃវាជិតយប់ទៅហើយដូចនេះហើយពួកគេក៏បានសម្រេចចិត្តចូលទៅខាងក្នុងអាគារមួយដើម្បីដេកសម្រាកមួយយប់ទៅដើម្បីសុវត្ថិភាពនៅពេលយប់ Cassia តែងតែពង្រាយខ្សែបង្កប់គ្រាប់បែកចងភ្ជាប់ជាមួយនឹងឧបករណ៍ផ្ដោតសំឡេងប្រាប់ទៅកាន់ពួកគេមុនជានិច្ចបន្ទាប់មកពួកគេក៏បាននិយាយជជែកពិភាក្សាគ្នាដើម្បីស្វែងរកវិធីសាស្ត្រតើគួរតែធ្វើបែបណាបន្តទៀតនៅថ្ងៃស្អែកអញ្ចឹងណានិយាយអំពីក្រុមខ្មោចស៊ុំប៊ីនេះវិញពេលនេះពួកវាបានរត់មកដល់ទីតាំងកន្លែងដែលឡានរបស់ពួកគេខូចវាក៏បានស្វែងរកមនុស្សនៅក្នុងឡានប៉ុន្តែមិនបានឃើញមានមនុស្សទេដូចនេះហើយពួកគេក៏បានបន្តដំណើរទៅមុខទៀតហើយនៅយប់នឹងផងដែរក្រុមរបស់ Cassia បានដេកសម្រាកនៅក្នុងអាគារមួយនឹងដោយមិនមានបញ្ហាអីទេលុះពេលវេលាព្រឹកឡើង Abigail កំពុងតែអង្គុយនៅលើដំបូលអាគារស្រាប់តែនាងបានឮសំឡេងអ្វីម្យ៉ាងនៅខាងក្រោមដោយឃើញសភាពការមិនស្រួលដូចនេះនាងក៏បានបញ្ញាប់បញ្ញាល់ចូលមកខាងក្រោមវិញព្រាបនោះស្រាប់តែមានស៊ុំប៊ីមួយក្បាលបានចេញមកវាយប្រហារទៅកាន់នាងប៉ុន្តែ Abigail ក៏បានចាត់ការសម្លាប់ស៊ុំប៊ីមួយក្បាលនឹងងាប់បាត់ទៅបន្តមកស្រាប់តែមានខ្មោចស៊ុំប៊ីមួយក្បាលផ្សេងទៀតបានចេញមករត់ដេញវាយប្រហារ Abigail បន្តទៀត Abigail ក៏បានបញ្ញាប់បញ្ញាល់រត់គេចខ្លួនហើយស៊ុំប៊ីរត់ដេញតាមនាងជាប់ចនិចរហូតមកដល់ទីតាំងជាន់មួយ Abigail ក៏បានបញ្ឆោតខ្មោចស៊ុំប៊ីឲ្យវាលោតចេញមកខាងក្រៅធ្លាក់ពីលើអាគារនឹងងាប់បាត់ទៅ Cassia ក៏បានចូលមកចាប់ទាញដៃកូនស្រីរបស់ខ្លួនឡើងមកខាងលើវិញគឺនាងមិនមានបញ្ហាអីទេយើងឃើញថាមានខ្មោចស៊ុំប៊ីជាច្រើនទៀតពួកវាក៏បានមកដល់ទីតាំងកន្លែងអាគារមួយនឹងផងដែរបន្ទាប់មកក៏មានស៊ុំប៊ីមួយក្បាលវាបានរត់ចូលទៅខាងក្នុងអាគារហើយវាបានទាក់ជាមួយនឹងខ្សែគ្រាប់បែកដែលជាអន្ទាក់របស់លោក Cassia បានដាក់ហើយគ្រាប់បែកបានខ្ទុះឡើងកំទេចសាកសពស៊ុំប៊ីមួយក្បាលនឹងងាប់បាត់ទៅធ្វើឲ្យស៊ុំប៊ីដែលជាមេក្រុមរបស់ពួកវានឹងបានស្រែកខឹងជាខ្លាំងតាមពិតទៅពួកគេទាំង4នាក់បានចេញពីកន្លែងអាគារមួយនឹងហើយពេលនេះដែរពួកគេក៏បានមកដល់ទីតាំងកន្លែងមួយដែលជាកន្លែងអតីតពលានយន្តហោះហើយវាពិតជាសំណាងល្អខ្លាំងមែនទែនពួកគេបានរកឃើញកូនយន្តហោះមួយដោយសារតែយន្តហោះមួយនឹងខានហោះហើរយូរដូចនេះហើយតម្រូវឲ្យពួក
គេជួសជុលផ្នែកមួយចំនួនសិនទើបយន្តហោះវាដំណើរការឡើងវិញខណៈពេលដែលពួកគេកំពុងតែជួសជុលយន្តហោះមិនទាន់ហើយរួចរាល់នៅឡើយទេបាទស្រាប់តែមានវងស៊ុំប៊ីជាច្រើនបានរត់ចូលមកដើម្បីមកខំវាយប្រហារស៊ីពួកគេដោយឃើញស៊ុំប៊ីជាច្រើនកំពុងតែរត់ចូលមកវាយប្រហារទៅកាន់ពួកគេអ្នករបួសនេះក៏បានប្រញាប់ញ៉ាល់ប្រមូលយកអីវ៉ាន់របស់ខ្លួនដាក់ចូលខាងក្នុងយន្តហោះចំណែកខាសៀលបានប្រើប្រាស់កំភ្លើងបាញ់វាយប្រហារទៅកាន់ស៊ុំប៊ីនៅពេលនេះដែរម៉ាស៊ីនយន្តហោះរបស់ពួកគេចាប់ផ្ដើមដំណើរការហើយបាទប៉ុន្តែយន្តហោះរបស់ពួកគេមិនទាន់ហោះឡើងទៅខាងលើរួចនៅឡើយទេពួកខ្មោចស៊ុំប៊ីបានរត់ដេញតាមយន្តហោះពីខាងក្រោយហើយយើងឃើញថាមានស៊ុំប៊ីខ្លះបានលោតទៅតោងយន្តហោះរបស់ពួកគេអ្នកដែលបើកយន្តហោះមួយហ្នឹងគឺជាកញ្ញាអាប៊ីកែលភ្លាមនោះស្រាប់តែមានខ្មោចស៊ុំប៊ីមួយក្បាលវាបានហក់ចូលមកតោងទ្វារយន្តហោះរបស់ពួកគេប៉ុន្តែក៏ត្រូវបានលោកខាសៀលប្រើប្រាស់កំភ្លើងបាញ់សម្លាប់ចោលតែម្ដងទៅបាទក្រុមខ្មោចស៊ុំប៊ីមិនអាចដេញតាមយន្តហោះរបស់ពួកគេទាន់ទេឥឡូវនេះយន្តហោះរបស់ពួកគេបានហោះឡើងទៅខាងលើបានសម្រេចធ្វើឲ្យពួកគេម្នាក់ៗមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំងពីព្រោះតែពួកគេគិតថាពួកគេអាចរត់គេចចេញពីគ្រោះថ្នាក់ហើយអញ្ចឹងណាមួយសបកធំក្រោយមកស្រាប់តែម៉ាស៊ីនយន្តហោះរបស់ពួកគេចាប់ផ្ដើមមានបញ្ហាហើយផ្សែងពេញនឹងតែម្ដងអាប៊ីកែលមិនអាចគ្រប់គ្រងយន្តហោះបានទេពួកគេម្នាក់ៗមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងយន្តហោះបានធ្លាក់ចុះមកខាងក្រោមឡើងលឿនតែម្ដងវាបានហោះទៅបុកត្រូវជាមួយនឹងដើមឈើធ្លាក់មកដល់ដីបានសម្រេចទៅបាទវាពិតជាសំណាងល្អខ្លាំងមែនទែនពួកគេទាំង4នាក់មិនបានគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយមិនចាំយូរឡើយពួកគេទាំង4នាក់ក៏បានប្រញាប់ញ៉ាំធ្វើដំណើរដើរទៅមុខបន្តទៀតទៅដល់ពេលនេះដែរពួកគេបានមកដល់ទីតាំងកន្លែងរថភ្លើងមួយពួកគេក៏បានដើរត្រួតពិនិត្យមើលជុំវិញតំបន់កន្លែងមួយនឹងដើម្បីបញ្ជាក់ថាកន្លែងមួយនឹងមិនមានខ្មោចស៊ុំប៊ីបន្ទាប់ពីដើរពិនិត្យមើលឃើញថាកន្លែងមួយនឹងមានសុវត្ថិភាពហើយពួកគេក៏បានសម្រេចចិត្តនាំគ្នាដេកសម្រាកនៅកន្លែងមួយនឹងមួយយប់ទៅគោលបំណងរបស់ពួកគេគឺចង់ទៅកាន់កន្លែងមួយដែលមានឈ្មោះថាទីក្រុងទូបពីព្រោះតែកន្លែងមួយនឹងមានមនុស្សរស់នៅច្រើនជាកន្លែងដែលមានសុវត្ថិភាពបំផុតបន្តមកទៀតនៅពេលដែលដាវីតបានរៀបចំឲ្យប្រពន្ធរបស់ខ្លួនដេកលក់រួចរាល់ហើយគាត់ក៏បានដើរទៅកាន់កន្លែងមួយតែម្នាក់ឯងមិនឲ្យអ្នកណាម្នាក់បានដឹងឡើយដាវីតនៅពេលនេះគឺគាត់ពិបាកចិត្តជាខ្លាំងគាត់បង្រងនឹងយកកំភ្លើងមកបាញ់សម្លាប់ខ្លួនឯងទៅហើយប៉ុន្តែគាត់មិនដាច់ចិត្តទេយើងក៏បានដឹងថាតាមគាត់ពិតទៅដាវីតគឺត្រូវបានខ្មោចស៊ុំប៊ីខំត្រូវជើងរបស់គាត់ប៉ុន្តែគាត់បានលាក់រឿងមួយនេះមិននិយាយប្រាប់អ្នកណាឡើយថ្ងៃស្អែកឡើងពួកគេក៏បាននាំគ្នាបន្តដំណើរទៅមុខបន្តទៀតដាវីតបានពាក់វ៉ែនតាខ្មៅដើម្បីការពារកុំឲ្យអ្នកផ្សេងចាប់អារម្មណ៍ជាមួយនឹងសភាពរបស់ខ្លួនប៉ុន្តែនៅពេលដែលពួកគេដើរមកដល់ទីតាំងកន្លែងមួយស្រាប់តែដាវីតចាប់ផ្ដើមក្តៅខ្លួនអស់កម្លាំងជាខ្លាំងធ្វើឲ្យណូរ៉ាមានការព្រួយបារម្ភមកប៉ុន្តែដាវីតបាននិយាយឆ្លើយប្រាប់ទៅកាន់ប្រពន្ធវិញថាខ្លួនមិនកើតអីទេហើយកុំឲ្យមានការព្រួយបារម្ភខ្លាំងពេកខណៈពេលនោះស្រាប់តែខាសៀលបានសម្លឹងឃើញជើងរបស់ដាវីតហូរឈាមចេញមកធ្វើឲ្យគាត់មានការសង្ស័យជាខ្លាំងប៉ុន្តែគាត់មិនបាននិយាយអ្វីឡើយហើយពួកគេក៏បាននាំគ្នាបន្តដំណើរទៅមុខបន្តទៀតទៅបន្តមកទៀតនៅពេលដែលពួកគេទាំង4នាក់ធ្វើដំណើរមកដល់ទីតាំងកន្លែងមួយស្រាប់តែខាសៀលបានចាប់ដាវីតផ្អឹបជាប់ជាមួយនឹងដើមឈើខាសៀលបានពិនិត្យមើលស្នាមរបួសជើងរបស់ដាវីតហើយក៏បានដឹងថាដាវីតត្រូវបានខ្មោចស៊ុំប៊ីខំត្រូវគាត់បានដកកំភ្លើងចេញមកបង្រងនឹងបាញ់សម្លាប់ដាវីតចោលទៅហើយប៉ុន្តែដាវីតបាននិយាយអង្វរទៅកាន់ខាសៀលកុំឲ្យបាញ់សម្លាប់គាត់អីគឺគាត់ចង់ប្រើប្រាស់ជីវិតចុងក្រោយរបស់ខ្លួនការពារប្រពន្ធកូនជាទីស្រឡាញ់របស់គាត់អញ្ចឹងណាហើយខាសៀលក៏បានយល់ព្រមតាមលក្ខខណ្ឌរបស់ដាវីតទៅបាទបន្ទាប់មកពួកគេក៏បានមកដល់ទីតាំងផ្ទះមួយម្ចាស់ផ្ទះបានបើកភ្លើងដាក់បញ្ចាំងទៅកាន់ពួកគេនិងបានស្រែកសួរនាំថាតើពួកអ្នកឯងគឺជាណាគេហើយចង់បានអ្វីឲ្យពិតប្រាកដភ្លាមនោះស្រាប់តែអាប៊ីកែលបានដើរចូលទៅនិយាយចរចាជាមួយនឹងបរិសដែលជាម្ចាស់ផ្ទះនឹងថាពួកគេគឺជាមនុស្សល្អទេពួកគេចង់សុំកន្លែងស្នាក់នៅបរិសដែលជាម្ចាស់ផ្ទះក៏បានបិទភ្លើងវិញទៅគាត់ក៏បានដើរចេញមកយល់ព្រមឲ្យពួកគេទាំង4នាក់ចូលទៅខាងក្នុងផ្ទះរបស់គាត់ទៅបាទបរិសដែលជាម្ចាស់ផ្ទះនឹងគឺមានឈ្មោះថា Norton នៅក្នុងផ្ទះរបស់គាត់យើងសង្កេតឃើញថាមានសម្ភារៈជាច្រើនគាត់នឹងគឺជាអ្នកវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវបង្កើតឧបករណ៍ផ្សេងៗអញ្ចឹងណាលោក Norton បានទទួលរាក់ទាក់ស្វាគមន៍ពួកគេទាំង4នាក់ឡើងកក់ក្ដៅតែម្ដងជាពិសេសគាត់បានយកអាហារមួយចំនួនដាក់មកឲ្យពួកគេទាំង4នាក់ញ៉ាំផងដែរបន្ទាប់ពីពួកគេទាំង4នាក់ញ៉ាំអាហាររួចរាល់ហើយលោក Norton បានលើកយកទឹកផ្លែឈើមកឲ្យពួកគេផឹកបន្ថែមទៀតពួកគេបាននាំគ្នាអង្គុយជជែកវិភាសាគ្នាសួរនាំស្វែងយល់ពីគ្នាទៅវិញទៅមកឡើងមានភាពស្និទ្ធស្នាលតែម្ដងភ្លាមនោះស្រាប់តែដាវីតចាប់ផ្ដើមមានអាការៈហាក់ដូចជាមិនសូវស្រួលទេបាទគេនឹងក៏បាននិយាយសុំអ្នកគ្រប់គ្នាដើរចូលទៅខាងក្នុងបន្ទប់ទឹកមួយផ្លែតទៅយើងឃើញថារូបរាងកាយរបស់ដាវីតពេលនេះចាប់ផ្ដើមវិវត្តខ្លួនខ្លាយជាខ្មោចស៊ុំប៊ីបន្តិចម្ដងហើយបាទបន្ទាប់មកដាវីតក៏បានចេញមកខាងក្រៅបន្ទប់ទឹកវិញស្រាប់តែគេបានឃើញថាគ្នារបស់ខ្លួនពេលនេះបានសន្លប់ដេកស្អាតអស់ហើយជាពិសេសលោក Norton បានប្រើប្រាស់ឧបករណ៍ម្យ៉ាងគ្រប់គ្រងទៅលើខ្លួនប្រាណរបស់ដាវីតឧបករណ៍មួយហ្នឹងពិតជាមានសមត្ថភាពខ្លាំងមែនទែនគឺវាអាចគ្រប់គ្រងបញ្ជាខ្មោចស៊ុំប៊ីបានទាំងអស់បន្តមកទៀតលោក Norton បានចាប់ខ្លួនពួកគេទាំង4នាក់មកចងភ្ជាប់ខ្សែដាក់ចូលខាងក្នុងបន្ទប់មួយនៅពេលនេះពួកគេទាំង4នាក់ក៏បានភ្ញាក់ដឹកខ្លួនវិញផងដែរលោក Norton បាននិយាយណែនាំប្រាប់ទៅកាន់ពួកគេទាំង4នាក់ឲ្យស្គាល់ជាមួយនឹង
ស៊ុំប៊ីមួយក្បាលហើយស៊ុំប៊ីមួយហ្នឹងគឺជាស៊ុំប៊ីប្រព័ន្ធរបស់គាត់ដោយផ្ទាល់តែម្ដងបន្ទាប់មកលោក Norton បានដោះលែងស៊ុំប៊ីប្រព័ន្ធរបស់គាត់តែម្ដងហើយគាត់បានប្រើប្រាស់ឧបករណ៍មួយហ្នឹងដើម្បីគ្រប់គ្រងស៊ុំប៊ីនិងបានបញ្ជាឲ្យខ្មោចស៊ុំប៊ីចូលទៅខំស៊ីពួកគេប៉ុន្តែពួកគេទាំង4នាក់ក៏បានវាយតដៃជាមួយនឹងខ្មោចស៊ុំប៊ីមួយក្បាលនឹងវិញ David ក៏បានបញ្ញាបញ្ញាលស្រាយចំណងដៃដើម្បីដោះលែងគ្នាបកពួករបស់ខ្លួន Cassiel បានសវាយកកំភ្លើងបាញ់ទៅកាន់ Norton ប៉ុន្តែបាញ់មិនត្រូវទេ Norton ក៏បានចេញពីអាកន្លែងមួយហ្នឹងទៅពួកគេទាំង4នាក់ក៏បានបញ្ញាបញ្ញាលលាប់គ្នារត់ចេញមកខាងក្រៅបានចូលទៅខាងក្នុងឡានរបស់លោក Norton និងបានបើករត់គេចខ្លួនចាក់ចេញពីកន្លែងមួយហ្នឹងទៅ Norton ជាយាមចេញមកដេញតាមពួកគេផងដែរប៉ុន្តែគាត់ដេញតាមមិនទាន់ទេធ្វើឲ្យគាត់មានអារម្មណ៍ថាខឹងមុំម៉ៅចិត្តជាខ្លាំងនៅតាមផ្លូវគណៈពេលដែលពួកគេកំពុងតែបើកឡានរត់គេចខ្លួនយើងឃើញថាមានខ្មោចស៊ុំប៊ីជាច្រើនបានបង្ហាញចេញមកភ្លាមនោះក៏មានស៊ុំប៊ីមួយក្បាលបានឈរនៅចំខាងមុខឡានរបស់ពួកគេ Cassiel ក៏បានជន់ឡានមួយទំហឹងតែម្ដងដើម្បីបុកជាមួយនឹងស៊ុំប៊ីមួយនឹងប៉ុន្តែបុកមិនត្រូវទេដោយសារតែវាលោតចេញពីព្រោះតែវាក៏ខ្លាចងាប់ផងដែរបន្ទាប់មកអាប៉េដែលជាមេខ្មោចស៊ុំប៊ីបានស្រែកបញ្ជាឲ្យកូនចៅរបស់ខ្លួនរត់ដេញតាមវាយប្រហារក្រុមរបស់លោក Cassiel បន្តទៀតប៉ុន្តែនៅពេលដែល Cassiel បើកឡានមកដល់កន្លែងមួយស្រាប់តែមានដើមឈើវាដួលបាក់រាងផ្លូវឡានរបស់ពួកគេមិនអាចបើកទៅមុខបានទៀតទេដូចនេះហើយពួកគេក៏បានចុះចេញពីឡានរត់ទៅមុខបន្តទៀតក្រុមរបស់ពួកគេក៏បានប្រើប្រាស់កំភ្លើងបាញ់វាយប្រហារសម្រាប់ទៅកាន់ក្រុមរបស់ស៊ុំប៊ីវិញចុងក្រោយ David ក៏បានសម្រេចចិត្តឲ្យពួកគេទាំង3នាក់នាំគ្នារត់ទៅមុខបន្តទៀតទៅដោយទុកឲ្យខ្លួនជាអ្នកបាញ់ទប់ទល់ជាមួយនឹងខ្មោចស៊ុំប៊ីពីព្រោះតែរូបគេបន្តិចទៀតក៏ក្លាយជាស៊ុំប៊ីផងដែរហើយយើងឃើញថា David បានវាយសម្លាប់ស៊ុំប៊ីអស់ជាច្រើននាក់ប៉ុន្តែព្រាមនោះស្រាប់តែអាប៉េដែលជាមេធំក្រុមរបស់ស៊ុំប៊ីបានចេញមកចាប់កាច់កករបស់ David ឲ្យស្លាប់បាត់បង់ជីវិតទៅនិយាយអំពីពួកគេទាំង3នាក់ឥឡូវនេះពួកគេបានរត់មកដល់ទីតាំងកន្លែងមួយហ្នឹងត្រូវបានគេហៅថាទីក្រុងទូកពួកគេទាំង3នាក់បានព្យាយាមស្រែកហៅសុំជំនួយក្រុមអ្នកយាមក៏បានសម្លឹងមើលឃើញដូចនេះហើយពួកគេក៏បានប្រើប្រាស់កំភ្លើងបាញ់សម្លាប់ស៊ុំប៊ីពីចម្ងាយជួយក្រុមពួកគេទាំង3នាក់ហ្នឹងទៅបន្ទាប់ពីបានឃើញបែបនេះហើយក្រុមស៊ុំប៊ីផ្សេងទៀតពួកគេមិនហ៊ានចូលទេមេក្រុមស៊ុំប៊ីរបស់ពួកវាក៏បាននាំបាក់ពួកកូនចៅរបស់ខ្លួនត្រឡប់ទៅវិញទៅឥឡូវនេះពួកគេទាំង3នាក់គឺមានសុវត្ថិភាពហើយបាទ Nora ចាប់ដើមឈឺពោះឆ្លងទន្លេពួកគេក៏បាននាំយក Nora ចូលទៅខាងក្នុងបន្ទប់មួយមានស្ត្រីម្នាក់ចាំជួយបង្កើតកូនឲ្យ Nora ផងដែរក្រុមមនុស្សដែលរស់នៅកន្លែងមួយហ្នឹងទទួលរាក់ទាក់ស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅតែម្ដងលុះពេលវេលាថ្ងៃស្អែកឡើង Cassiel បានមកជួបជាមួយនឹងបរិសម្នាក់ជាអ្នកគ្រប់គ្រងនៅកន្លែងមួយហ្នឹងពួកគេក៏បាននិយាយសួរនាំសុខទុក្ខគ្នាទៅវិញទៅមកមានភាពស្និទ្ធស្នាលជាមួយគ្នាជាខ្លាំងភ្លាមនោះក៏មានក្មេងប្រុសម្នាក់បានឡើងចន្ទាចូលមកដើម្បីនិយាយប្រាប់ឪពុករបស់ខ្លួនស្រាប់តែគេបានកលេចឃើញ Abigail អ្នកពីរនាក់បានសម្លឹងមើលមុខគ្នាទៅវិញទៅមកហើយ Abigail បានញញឹមដាក់ទៅកាន់រូបគេផងដែរនាងក៏បានដើរត្រឡប់ទៅវិញទៅបាទចំណែកលោក Norton ក៏បានមកដល់ទីតាំងកន្លែងមួយហ្នឹងផងដែរគាត់ឃើញថាមានសាកសពស៊ុំប៊ីជាច្រើនបានងាប់ពេញនឹងគាត់ក៏បានឈរសម្លឹងមើលទៅកាន់ទីតាំងកន្លែងមនុស្សរស់នៅពីចម្ងាយរំពេចក្រោយមកស្រាប់តែមានខ្មោចស៊ុំប៊ីមួយក្រុមបានរត់ចូលមកបង្រងនឹងទៅខំវាយខាសម្រាប់គាត់ទៅហើយស្រាប់តែលោក Norton បានប្រើប្រាស់ឧបករណ៍របស់ខ្លួនធ្វើការគ្រប់គ្រងបញ្ជាទៅកាន់ខ្មោចស៊ុំប៊ីទាំងអស់នោះឲ្យធ្វើតាមបញ្ជារបស់ខ្លួនក្រុមមនុស្សដែលរស់នៅលើទូកនេះវិញពួកគេរស់នៅដោយភាពសុខសាន្តតែម្ដងដោយមិនមានការភ័យខ្លាចចំពោះខ្មោចស៊ុំប៊ីឡើយជាពិសេសនៅយប់ឡើងពួកគេក៏បាននាំគ្នាផឹកស្រាជប់លេងរាំលេងឡើងសប្បាយបន្ទាប់មកទៀតក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Lucas ដែលមានចិត្តលួចស្រឡាញ់លួចក្រាស់ Abigail ពួកគេទាំងពីរនាក់បាននាំគ្នាចូលទៅខាងក្នុងបន្ទប់សម្ងាត់មួយនៅខាងក្រោមទូករបស់ពួកគេ Lucas បាននិយាយប្រាប់ Abigail អំពីទីតាំងផ្លូវសម្ងាត់មួយដែលអាចជួយឲ្យពួកគេរត់ចាក់ចេញពីកន្លែងមួយនឹងបានដោយមិនចាំបាច់ទៅតាមផ្លូវទឹកឡើយមានន័យថាអាផ្លូវមួយហ្នឹងគឺវាស្ថិតនៅខាងក្រោមទឹកអញ្ចឹងណាអ្នកនរគ្នាពួកគេក៏មានឧបករណ៍ពិសេសម្យ៉ាងមួយទៀតបើសិនជានៅលើទូករបស់ពួកគេត្រូវបានខ្មោចស៊ុំប៊ីវាយប្រហារពួកគេចុចតែឧបករណ៍មួយហ្នឹងទូករបស់ពួកគេនឹងកំទេចចោលទាំងអស់តែម្ដងចំណែក Nora នេះវិញគឺនាងបានឆ្លងទន្លេបង្កើតកូនបានសម្រេចហើយប៉ុន្តែជាអកុសលនាងមិនអាចមានជីវិតរស់នៅបន្តទៀតទេនាងក៏បាននិយាយផ្ដាំផ្ញើ Cassiel ឲ្យជួយមើលថែរក្សាកូនស្រីរបស់នាងផងបន្ទាប់ពីនិយាយផ្ដាំផ្ញើលោក Cassiel រួចរាល់ហើយនាងក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅបន្តមកទៀតនៅថ្ងៃស្អែកឡើងយើងឃើញថាមានអ៊ំប្រុសម្នាក់កំពុងតែជិះទូកពេលនោះលោក Norton ក៏បានស្រែកហៅឲ្យបរិសម្នាក់នឹងជិះទូកមករកគាត់មួយសបកក្រោយមកយើងឃើញថាមានខ្មោចស៊ុំប៊ីជាច្រើនពួកវាក៏អាចឡើងមកខាងលើទូកមួយនឹងបានសម្រេចខ្មោចស៊ុំប៊ីទាំងអស់នឹងដឹកនាំដោយលោក Norton ជាអ្នកបញ្ជាដោយផ្ទាល់តែម្ដងយើងឃើញថាខ្មោចស៊ុំប៊ីនឹងគឺមានចំនួនច្រើនខ្លាំងមែនទែនធ្វើឲ្យក្រុមមនុស្សដែលនៅលើទូកពេលនេះពួកគេបានភ័យខ្លាចរត់ញ៉ៃញ៉ៃពេញនឹងតែម្ដងក្រុមខ្មោចស៊ុំប៊ីបានចូលមកដេញខំស៊ីមនុស្សម្ដងមួយឡើងសាហាវCassiel បានយកកូនក្មេងទៅផ្ញើឲ្យនារីម្នាក់ជាអ្នកមើលការខុសត្រូវមើលថែរក្សាក្មេងដោយគាត់នឹងចូលទៅប្រយុទ្ធវាយជាមួយនឹងខ្មោចស៊ុំប៊ីពួកគេក៏បាននាំគ្នាវាយប្រយុទ្ធជាមួយនឹងខ្មោចស៊ុំប៊ីបណ្ដាលនាំគ្នាចាក់ចេញពីកន្លែងទូកមួយនឹងបណ្ដាលCassielក៏បានរត់ចូលទៅរកវាយប្រហារទៅកាន់លោក Norton ប៉ុន្តែលោក Norton បានបញ្ជាឲ្យខ្មោចស៊ុំប៊ីវា
វាយទៅកាន់លោក Cassiel វិញឲ្យត្រូវរបួសរៀងធ្ងន់ធ្ងរផងដែរ Norton ក៏បានចូលមកវាយធ្វើបាប Cassiel ស្រាប់តែ Cassiel បានវាយតដៃទៅកាន់លោក Norton វិញហើយគាត់បានវាយកំទេចឧបករណ៍របស់ Norton ធ្វើឲ្យឧបករណ៍មួយហ្នឹងខូចខាតខ្ទេចអស់ទៅមានន័យថាពេលនេះលោក Norton លែងគ្រប់គ្រង zombie បានទៀតហើយភ្លាមនោះស្រាប់តែខ្មោច zombie បានរត់ចូលមកខំស៊ីសម្រាប់លោក Norton ឲ្យស្លាប់បាត់បង់ជីវិតទៅបន្តមកទៀតយើងឃើញថាមនុស្សជាច្រើននាក់ពួកគេបាននាំគ្នារត់ចូលតាមរោងសម្ងាត់ក្រោមដីហើយបានចេញមកខាងក្រៅបានសម្រេចអស់ហើយបាទចំណែកពីអ្នកឪពុកកូនឯនេះវិញពួកគេកំពុងតែរត់គេចខ្លួនចេញពីក្រុមខ្មោច zombie ស្រាប់តែមាន zombie មួយក្បាលបានចាប់ Abigail ទាញឡើងដាច់ផ្ងាតែម្ដង Cassiel បានប្រើប្រាស់ចង្វាទូកវាយទៅកាន់ zombie មួយក្បាលនឹងទៅពេលនោះស្រាប់តែ Abigail បានសម្លឹងឃើញខ្សែដៃ zombie មួយក្បាលនឹងនាងក៏បានដឹងហើយថា zombie មួយក្បាលនឹងតាមពិតគឺជាឪពុកបង្កើតរបស់ខ្លួនសោះមិនចាំយូរឡើយពួកគេទាំងពីរនាក់ក៏បានបញ្ញារត់ចាក់ចេញពីកន្លែងមួយនឹងតាមផ្លូវសម្ងាត់ចំណែក Lucas បានចុចឧបករណ៍មួយនឹងធ្វើឲ្យទីតាំងកន្លែងទូករបស់ពួកគេខ្ទុះឡើងបង្កើតបានទៅជាអណ្ដាតភ្លើងឆាបឆេះពេញនឹងតែម្ដងចំណែកខ្មោច zombie ក៏ត្រូវបានភ្លើងឆាបឆេះទៅបាទ Cassiel ជាមួយនឹង Abigail បានចេញមកគឺគេមានសុវត្ថិភាពមិនមានគ្រោះថ្នាក់អ្វីឡើយបន្តមកទៀតយើងឃើញថាមានបរិសម្នាក់ដែលជាគ្នារបស់ពួកគេបានដើរចូលមកបរិសម្នាក់នឹងត្រូវបានខ្មោច zombie ខំត្រូវកករបស់គាត់ធ្វើឲ្យអ្នកគ្រប់គ្នានៅពេលនេះគឺមានការភ្ញាក់ផ្អើលជាខ្លាំងបរិសម្នាក់នឹងបានបញ្ជាឲ្យអ្នកគ្រប់គ្នាដាក់អាវុធចុះពីព្រោះតែរូបគេមិនចង់ឲ្យអ្នកគ្រប់គ្នាបាញ់សម្លាប់ខ្លួនឡើយហើយរូបគេមិនចង់ស្លាប់បាត់បង់ជីវិតទេគណៈពេលដែលពួកគេកំពុងតែនិយាយជជែកតវ៉ាជាមួយគ្នាស្រាប់តែមានខ្មោច zombie មួយក្បាលបានហក់ចេញមកខំអាប៉ែម្នាក់នឹងស្លាប់បាត់បង់ជីវិតទៅចំណែកអ្នកផ្សេងទៀតពួកគេមានការភ័យខ្លាចជាខ្លាំង Cassiel ក៏បានរត់ចូលទៅវាយជាមួយនឹងខ្មោច zombie ហើយខ្មោច zombie មួយនឹងវាពិតជាខ្លាំងមែនទែនពួកគេនឹងក៏បានព្យាយាមវាយបតែបតប់វាយគ្នាទៅវិញទៅមក Abigail បានរើសយកកំភ្លើងភ្ជូងតម្រង់ទៅកាន់ខ្មោច zombie ប៉ុន្តែនាងមិនដាច់ចិត្តបាញ់ឡើយពីព្រោះតែខ្មោច zombie ម្នាក់នឹងគឺជាឪពុកបង្កើតរបស់ខ្លួនក្រោយពីវាយជាមួយគ្នាមួយសបកមកខ្មោច zombie វាមានព្រាបជាងចុងក្រោយនាងក៏បានសម្រេចចិត្តប្រើប្រាស់កំភ្លើងបាញ់សម្លាប់ zombie មួយក្បាលនឹងចោលតែម្ដងទៅបាទឥឡូវនេះពួកគេទាំងអស់គ្នានឹងគឺមានសុវត្ថិភាពឡើងវិញហើយបន្តមកទៀតក្រុមមនុស្សដែលនៅសេសសល់ទាំងប្រមាណពួកគេក៏បានពិភាក្សាគ្នាហើយក៏បានសម្រេចចិត្តធ្វើដំណើរទៅកាន់ទីតាំងកោះមួយហើយប្រើប្រាស់ជីវិតរស់នៅលើកោះមួយនឹងឡើងសុខសាន្តទៅបាទហើយសាច់រឿងរបស់យើងក៏កាត់បញ្ចប់តែត្រឹមនឹងផងដែរអរគុណច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនដែលតាមដានទស្សនាសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់សម្រាប់អ្នកដែលទស្សនាថ្មីៗកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងផងដើម្បីទទួលបានវីដេអូការសម្រាយរឿងថ្មីៗបន្តទៀតហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តសាច់រឿងមួយនេះគណៈពេលនេះខ្ញុំបាទរំដួល Movie សូមលាអ្នកទាំងអស់គ្នាសិនហើយសន្យាជួបគ្នានៅរឿងក្រោយទៀតបាយបាយ